So sẽ là ngõ kia này rồi là bàn đây mới nè đòi caពី3ថ្ងៃមុនគឺ Minecraft បានបញ្ចេញនៅ version មួយដែលមាន version 1.21.70.25 ដោយ version នេះគឺ Minecraft ពិតជាយកចិត្តសម្រាប់អ្នកលេង Minecraft លើទូរស័ព្ទដៃមែនតើដោយ Minecraft បានដាក់បន្ថែមនៅរបស់ម្យ៉ាងដែលពិសេសខ្លាំងមែនទែនដែលធ្វើឲ្យយើងអាចមើលមុខក្រោយបានដោយសេរីតែម្ដងគឺដូចជាមួយនឹង Minecraft Java ផងដែរដើម្បីដាក់កាមេរ៉ាមុខក្រោយនឹងបានហ្នឹងជាដំបូងអ្នកគ្នាចុចទៅកាន់ trace 3 នេះមកហើយតមកអ្នកគ្នាចុចទៅកាន់ setting បន្ទាប់មកទៀតអ្នកគ្នាអូសទៅក្រោមបន្តិចមកហើយអ្នកគ្នាចុចពាក្យថា touch នេះបន្ទាប់មកអ្នកគ្នាអូសទៅក្រោមបន្តិចមកអ្នកគ្នានឹងឃើញពាក្យថា show camera ហើយអ្នកគ្នាគ្រាន់តែចុចពាក្យ show បើក show camera ហ្នឹងមកគឺរួចជាការស្រេចហើយនៅពេលដែលអ្នកគ្នាបើកហើយអ្នកគ្នាប្រកាសជាឃើញរូបភាពនៅខាងលើនេះដោយរូបភាពហ្នឹងហើយគឺជាកាមេរ៉ាដែលធ្វើយើងអាចមើលមុខក្រោយបានតាមចិត្តយើងអញ្ចឹងដោយអ្នកគ្នាអាចមើលបានគឺនៅពេលដែលខ្ញុំចុចហ្នឹងគឺខ្ញុំអាចមើលមុខក្រោយខ្ញុំបានដោយសេរីតែម្ដងគឺវាដូចបេះបិទទៅនឹង Minecraft Java អញ្ចឹង So now លើវីដេអូយើងគឺបានមកដល់ទីបញ្ចប់ហើយតើអ្នកគ្នាគិតយ៉ាងម៉េចដែរចំពោះ version មួយនេះសម្រាប់ខ្ញុំគឺ version មួយនេះគឺពិតជាលយខ្លាំងមែនទែនដែល Minecraft ធ្វើមកពិតជាយកចិត្តអ្នកលេងលើទូរស័ព្ទមែនទែនឥឡូវគឺយើងមានតែប៉ុណ្្នឹងទេបើសិនមកអ្នកគ្នាចង់លេង Minecraft មួយនេះគឺអាចចូល download លេងបានឥឡូវគឺយើងជួបគ្នាប៉ុណ្្នឹងសិនបានហើយបាយ